ត្រីងៀតចង់ធ្វើប្រមាណដងក៏ដោយគាត់ខុសរសជាតិដែរឲ្យតែយើងចេះរូបមន្តច្បាស់លាស់ហើយបើចឹងទៅប្រឡាក់ក្រាមមួយក៏ដាក់លាក់តែត្រីរបស់យើងពណ៌ក្រហមមកឡងស្អាតបដ ក្បួនខ្ញុំប្រឡាក់ត្រីងៀតរដដែលប្រើប៊ីចេងណាបងប្អូនប៉ុន្តែត្រីនឹងគឺថាជាតិមែនតែនទាំងអស់ហ្នឹងដោយសារតិចនិចរបស់យើងតិចតួចដែរគ្រប់គ្នាមើលម្លងងៀតផ្ទុកនឹងងៀតដែររបៀបប្រឡាក់ខុសគ្នាខ្ញុំចិត្តងៀតដែរច្រើនជាងព្រោះថាស្បែកវាស្រួយឆ្ងាញ់ហើយក្លិនវាឡើងឈ្ងុយបាយក្តៅជាមួយអាឡុកស្រួយជាតិណាស់បងប្អូនសម្រាប់ការធ្វើងៀតដែរឆ្ងាញ់ភាគច្រើនគេយកត្រីទូចៗខ្ញុំយកមកនេះចង់រៀងធំហើយបើសិនជាបងប្អូនចង់ធ្វើឲ្យឆ្ងាញ់យកត្រី8 9 1គីឡូមកបានប្រឡាក់ទៅឆ្ងាញ់ជានឹងស្រួយនឹងឆ្អឹងណាម្ទេសយើងត្រូវការម្ទេសចាស់បន្តិចត្រីធ្វើស្អាតរួច2គីឡូខ្ញុំដាក់ស្ករត្នោត7 ខៀបម្ទេសហុយតាមការចូលចិត្តអំបិលម៉ត់ដាក់មានជាតិអ៊ីយ៉ូកន្លះខាំសរុបរួមមកសាច់ត្រីដែងសុទ្ធ10គីឡូយើងប្រើអំបិលម៉ត់ដាក់មានជាតិអ៊ីយ៉ូចំនួន2ខាំ7ខៀបបើសិនជាប្រើស្ករស2ខាំ7ខៀបដូចគ្នាតែបើស្ករត្នោតដាក់3ខាំបដ ாய் ទៅបងប្អូនរំដេង5ចង្រិតស្ដើងទៅបានឲ្យបុកវាឲ្យម៉ត់តែមានថ្ងៃក្តៅខ្លាំងតែមួយថ្ងៃបានញ៉ាំហីយើងចង់ធ្វើទុកយូរខ្លាំងពេកក៏អត់សូវឆ្ងាញ់ដែរវាឆាប់ខាដោយសារត្រីដែងខ្លាញ់ច្រើនណាយើងលាយគ្រឿងនឹងចានផ្សេងមួយសិនដាក់ម្ទេសហុយតាមការចូលចិត្តអំបិលកន្លះខាំស្ករត្នោត7ខៀបរសជាតិនេះពេលប្រឡាក់ហើយអ្នកដាក់អត់សូវចិត្តផ្អែមល្មមបើសិនជានៅចិត្តរៀងញ៉ាំរៀងផ្អែមណាថែមស្ករទីបងប្អូនវាអត់សូវផ្អែមខ្លាំងបើសម្រាប់ខ្ញុំរសជាតិប៉ុណ្ណឹងរៀងស្ទើរផ្អែមខ្ញុំធ្វើនេះសម្រាប់មនុស្សទូទៅអាចញ៉ាំបានគ្រប់គ្នាអ្នកអត់ចូលចិត្តផ្អែមអ្នកចូលចិត្តផ្អែមនេះគឺអាចញ៉ាំបានទាំងអស់ត្រីដែងមុននឹងវះងៀតនេះយើងលាងវាអស់អំអិលស្អាតសិនណាចាំវះងៀតពេលដែលវះងៀតរួចយើងអត់លាងទឹកទៀតទេវាធ្វើឲ្យសាច់ត្រីរបស់យើងអស់ជាតិហើយពណ៌ស្លេកប្រឡាក់អត់សូវស្អាតជាទូទៅគេយកឈាមរបស់ត្រីហ្នឹងមកប៉ាតលើសាច់ឲ្យឃើញពណ៌ក្រហមស្អាតបងប្អូនបើសិនយើងយកត្រីហ្នឹងទៅលាងទឹកសាច់វាស្លេកជាតិក៏អស់ដែរព្រោះថាយើងវះវាសល់តែសាច់ឡងលៀនសធឹងចឹងហើយក្បួនធ្វើងៀតរបស់អ្នកផ្ទះខ្ញុំអត់ដែរវះងៀតហើយយកទៅលាងទឹកទេយើងចាប់គ្រឿងមកប៉ាតិចហើយយើងម៉ាស្សាថ្នមលើសាច់ត្រីហ្នឹងឲ្យពេញហ្នឹងមកណាបងប្អូនបើចង់ដឹងបងប្អូនធ្វើតាមវិធីហ្នឹងសិនហើយមិនប្រើប៊ីចេងទេណាបងប្អូននឹងដឹងហើយថាធ្វើតាមវិធីនេះទៅអត់ប្រើប៊ីចេងក៏ត្រីរបស់យើងមានជាតិល្អដែរពណ៌សាច់ត្រីពេលហាលក្រៀមរួចឡងក្រហមស្អាតយើងប៉ាតវាថ្នមម៉ាស្សាទាំងមុខទាំងក្រោយហើយធ្វើម៉េចឲ្យត្រីនឹងវាចូលគ្រឿងសព្វល្អអត់ប្រើកម្លាំងដៃខ្លាំងទេបើថាមានស្រោមដៃក្រាស់អីពាក់ទៅកុំឲ្យឆ្អឹងត្រីចាក់ដៃពេលប្រឡាក់ចូលសព្វគ្រឿងរួចត្រីរបស់យើងគឺថាក្រហមស្អាតណាស់ហើយមិនថាក្រហមដោយសារតែម្ទេសគេយកសូវប្រើច្រើនដែរវាក្រហមមកពីឈាមត្រីនឹងហ្មងបងប្អូនប្រឡាក់ស្អាតអស់ហើយយើងទៅរៀបវាលាតដាក់កូរលើគ្នាអញ្ចឹងមកផ្អាប់ទុក8ទៅ12ម៉ោងឃើញស្ងួតអញ្ចឹងព្រឹកឡើងចេញជាទឹកមកលមិនចេះតិចហើយយើងផ្អាប់ទុកនេះក៏អត់ខ្លះសេដែរណាបងប្អូនយើងដាក់នៅខាងក្រៅទូណានិយាយទៅយើងប្រើចាន់ដែកឬក៏ប្រអប់អីក៏បានដែរបិទគម្របវាឲ្យចិត្តកុំឲ្យរយរោមអីចឹងណាថារបស់ឆ្អាបជាមួយរុយត្រូវគ្នាណាស់អញ្ចឹងត្រូវប្រយ័ត្នប្រយែងត្រង់ហ្នឹងមួយទៀតបើសិនយើងយកវាទៅដាក់ទូត្រជាក់ត្រីរបស់យើងអត់ចូលជាតិល្អទេខ្ញុំប្រឡាក់ពេលយប់ជ្រៅព្រឹកឡើងខ្ញុំដាក់ត្រៀបហាលតែម្ដងហើយចង់ឲ្យពណ៌ត្រីស្អាតពេលដែលយើងហាលវាឲ្យត្រូវថ្ងៃខ្លាំងពេលដែលហាលហ្នឹង4 5ម៉ោងយើងមកប្រែវាម្ដងទៅបងប្អូនថ្ងៃក្តៅខ្លាំងល្អអញ្ចឹងយើងអាសាប្រែត្រីរបស់យើងស្ងួតលឿនហាលតែមួយថ្ងៃហ្នឹងស្ងួតមកល្មមអាចញ៉ាំបានហើយខ្ញុំឃើញគេលក់ពណ៌ឡើងលើបឡងល្អអញ្ចឹងហ្មងណាជាក់ស្ដែងយើងហាលបានអាឡងតែប៉ុណ្ណេះទេចង់ឲ្យអាឡងខ្លាំងជាងហ្នឹងយើងយកប្រេងមកលាបពីលើតិចទៅវាបានអាឡងស្អាតហើយត្រីងៀតនេះបងប្អូនអាំងអត់សូវឆ្ងាញ់ទេយើងចៀនរបៀបដូចបំពងអញ្ចឹងឲ្យវាស្រួយស្បែកស្រួយឆ្អឹងណាសម្រាប់ខ្ញុំចូលចិត្តរសជាតិបែបហ្នឹងខ្លាំងហ្មងបើងៀតផ្ទុកងៀតរស់អីយើងអាំងឆ្ងាញ់តែត្រីដែងនេះដឹងមិនខ្លាញ់ក្តៅហើយដាក់ត្រីចូលប្រើភ្លើងមកល្មមចៀនឲ្យវាឆ្អិនល្អនិយាយថាត្រីនោះស្បែកវានឹងស្រួយស្រោកក្លិនឡងឈ្ងុយហើយពេលយើងញ៉ាំប៉ះកន្លែងសកៃវាមានខ្លាញ់លាយស្បែកលាយស្រួយជាមួយឆ្អឹងស្រួយដែរបានញ៉ាំជាមួយបាយក្តៅថែមម្លឹកថែមអីចឹងទៅនិយាយវាថាជាតិនោះជាតិហើយពេលដែលយើងចៀនហ្នឹងមិនបាច់បខំភ្លើងទេប្រើភ្លើងមកល្មមចឹងទៅបានត្រីរបស់យើងឆ្អិនល្អហើយបានពណ៌ស្អាតហើយស្បែកវាស្រួយដែរបើខ្ញុំចូលចិត្តញ៉ាំតែត្រីងៀតដែងរឿងផ្អែមខ្លាំងតែពេលធ្វើថតឲ្យបងប្អូនមើលអញ្ចឹងខ្លាចលោកអត់ត្រូវរសជាតិជាមួយបងប្អូនអញ្ចឹងខ្ញុំដាក់រសជាតិមកកដាលកោះមកលឺសលេងស្បែកនិងស្រួយខ្ញោករសជាតិនេះញ៉ាំបានទូទៅមួយឆ្ងាញ់ហ្មងអាឡឹកមុននឹងយកមកញ៉ាំយើងដាក់ត្រាំទឹកចូល1ម៉ោង2ម៉ោងសិនទៅបើបានត្រាំទឹកកន្លះថ្ងៃទៀតរត់តែស្រួយល្អបាន2មុខនឹងហើយបាយ3ឆ្នាំម្នាក់ឯងក៏ហៅមិនលឺដែរងៀតដែងនេះញ៉ាំម្ដងហើយចង់ញ៉ាំម្ដងទៀតនិយាយទៅមួយថ្ងៃនេះគឺចង់ញ៉ាំតែងៀតដែងហ្នឹងហ្មងញ៉ាំមិនចេះធុញទេហែកមកនឹងស្រួយខ្ញោករសជាតិប្រៃផ្អែមឃើញប្រឡាក់ម្ទេសប្រឡាក់អីចឹងតែអត់ហឹរសោះឆ្ងាញ់ជាងគេឆ្ងាញ់កន្លែងកតុយហ្នឹងបងប្អូនវាមានស្បែកមានឆ្អឹងស្រួយជាមួយគ្នាមួយម៉ាត់ណាក៏ជាតិដែរ